សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញអំពីចំណុចនៃមេរៀនទាក់ទងទៅនឹងទន្លេមេគង្គទន្លេមេគង្គគឺជាទន្លេមួយដែលមានប្រភពមកពីខ្ទង់រាបទី3ប្រទេសចិននិងហូរកាត់ប្រទេសចំនួន6ដែលរួមមានចិនមីយ៉ាន់ម៉ាឡាវថៃកម្ពុជានិងវៀតណាមនៅតំបន់អាស៊ីអាគ្នេយ៍ទន្លេមេគង្គគឺជាទន្លេដែលវែងជាងគេលំដាប់ទី12នៅលើពិភពលោកនិងជាទន្លេដែលវែងជាងគេទី3នៅអាស៊ីបើនិយាយអំពីការហូរនៃទឹកភ្លៀងជាមធ្យមទន្លេមេគង្គគឺជាទន្លេដែលធំជាងគេលំដាប់ទី18នៅលើពិភពលោកដែលមានទំហំធាតុទឹកប្រមាណ 16,000 ម៉ែត្រគូបក្នុង1វិនាទីបន្ទាប់ពីទន្លេមីស៊ីស៊ីពីទោះជាយ៉ាងណាក៏ដោយទន្លេមេគង្គត្រូវបានហក់ឡើងជារៀងរាល់ឆ្នាំនៅរដូវមូសុងវស្សារហូតទៅដល់ 39,000 ម៉ែត្រគូបក្នុង1វិនាទីទន្លេមេគង្គជាធម្មតាត្រូវបានបែកចេញជាពីរឬហៅថាចែកចេញជាពីរគឺអាងទន្លេមេគង្គលើនៅក្នុងប្រទេសចិននិងអាងទន្លេមេគង្គក្រោមចាប់ពីប្រទេសមីយ៉ាន់ម៉ាឡាវថៃកម្ពុជានិងវៀតណាមចូលដល់ចំណុចបន្ទាប់នាងខ្ញុំនឹងបង្ហាញអំពីអត្ថប្រយោជន៍ត្រួសទាក់ទងទៅនឹងទន្លេមេគង្គអត្ថប្រយោជន៍ទី1នៃទន្លេមេគង្គគឺព្រៃលិចទឹកគឺជាជម្រកដ៏សំខាន់នៅក្នុងទន្លេមេគង្គដែលព្រៃលិចទឹកគឺផ្ដល់អត្ថប្រយោជន៍និងសារធាតុចិញ្ចឹមចាំបាច់ពីចរន្តទឹកជំនន់សម្រាប់ត្រីទី2អត្ថប្រយោជន៍ទី2គឺជលផលនិងជីវៈចម្រុះទន្លេមេគង្គមានប្រភេទត្រីដែលត្រូវបានចងក្រងជាឯកសារចំនួន801ប្រភេទដែលជាជីវៈចម្រុះត្រីទឹកសាបច្រើនជាងគេលំដាប់ទី3និងខ្ពស់បំផុតនៅក្នុងទន្លេនៅលើពិភពលោកបន្ទាប់ពីទន្លេអាម៉ាហ្ស៊ូននិងទន្លេកុងហ្គោបើប្រៀបធៀបទៅនឹងចំនួនត្រីទឹកសាបនៅបឹងទន្លេសាបរបស់ប្រទេសកម្ពុជាយើងដែលមានចំនួនច្រើនផងដែរគឺប្រហែលជា197ដែលត្រូវបានកត់ត្រាទុករហូតមកដល់ពេលបច្ចុប្បន្នធនធានត្រីរបស់ទន្លេមេគង្គគឺធ្វើឲ្យទន្លេនេះក្លាយទៅជាប្រភពនៃសត្វត្រីទឹកសាបធំជាងគេនៅលើពិភពលោកទន្លេមេគង្គគឺជាជម្រកសត្វត្រីបក្សីសត្វល្មូននិងសត្វថ្មាដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជផងដែរភាពទាក់ទាញមួយទៀតនៃជីវៈចម្រុះរបស់វាគឺភាពស្រស់ស្អាតនៃទេសភាពនិងភាពចម្រុះនៃតំបន់មេគង្គនៅទីនេះមានប្រជាជនប្រហែលជា300លាននាក់មកពីក្រុមជនជាតិផ្សេងៗគ្នារស់នៅតំបន់មេគង្គចំណុចមួយទៀតទាក់ទងទៅនឹងសេដ្ឋកិច្ចនិងប្រជាជនសហគមន៍មនុស្សនៅក្នុងអាងទន្លេមេគង្គគឺពឹងផ្អែកទៅលើទន្លេមេគង្គសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេភាពអាស្រ័យផលនេះបានបង្កើតឲ្យមានភូមិបណ្ដែតទឹកជាច្រើននៅលើច្រាំងទន្លេមេគង្គដែលមានលក្ខណៈប្លែកពីគេផងដែរសហគមន៍ភាគច្រើនគឺត្រូវពឹងផ្អែកទៅលើត្រីទឹកសាបសម្រាប់សេដ្ឋកិច្ចចំណុចចុងក្រោយដែលនាងខ្ញុំចង់មកបង្ហាញនៅទីនេះគឺបញ្ហាប្រឈមឥឡូវនេះទន្លេមេគង្គកំពុងតែទទួលរងនឹងការគំរាមកំហែងយ៉ាងខ្លាំងដែលទាមទារឲ្យមានវិធានការបន្ទាន់ដើម្បីទ្រទ្រង់ជីវិតអាស្រ័យទៅលើប្រព័ន្ធនៃទឹកទន្លេប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គត្រូវបានគំរាមកំហែងដោយការបំពុលបរិស្ថានការកាប់បំផ្លាញព្រៃឈើការសាងសង់និងការអភិវឌ្ឍទំនប់វារីអគ្គិសនីការប្រើប្រាស់ថ្នាំសម្រាប់សត្វល្អិតនៅក្នុងវិស័យកសិកម្មហួសកម្រិតការទាញយកទឹកសម្រាប់កសិកម្មនគររូបនីយកម្មក៏ដូចជាកំណើនប្រជាជនកើនឡើងដែលមានការគំរាមកំហែងជាពិសេសទាក់ទងទៅនឹងការកើនឡើងនៃសម្រាមនៅក្នុងទឹកទន្លេព្រមទាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ផងដែរចំណុចរបស់នាងខ្ញុំគឺត្រូវបានបញ្ចប់នៅត្រឹមនេះអរគុណសម្រាប់ការតាមដាននិងការស្ដាប់នៅវីដេអូមួយនេះ